បាទជាបឋមសូមគោរពព្រះធរានុធរៈគ្រប់ព្រះអង្គក្រុមអ្នកតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិមន្ត្រីជាន់ខ្ពស់នៃគណៈបក្សសង្គ្រោះជាតិហើយសូមអរគុណវីរៈជននៃបាតកោយើងដែលខំហើយខំទៀតដើម្បីអីមិនដើម្បីខ្លួនឯងដើម្បីកូនចៅនិងជាតិអញ្ចឹងថ្ងៃនេះខ្ញុំឮអ្នកនាំពាក្យសាលាក្រុងនឹង2 3ថ្ងៃមកហើយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនឹងក៏បាននិយាយដដែលយករដ្ឋធម្មនុញ្ញមកលេងសើចកាត់បាននិយាយថាការដែលគណៈបក្សសង្គ្រោះជាតិនិងប្រជាពលរដ្ឋមកធ្វើបាតកម្មនេះដូចរដ្ឋបហារដ្ឋធម្មនុញ្ញឥឡូវមិនដឹងអាណារដ្ឋបហាណាខ្ញុំនឹងបកស្រាយជូនបាទមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលគេថាគណៈបក្សសង្គ្រោះជាតិចង់បានអីទៀត55កៅអីហើយយកស្អីទៀតហើយមិនព្រមចូលរួមប្រជុំសភាដើម្បីដឹកនាំរដ្ឋាភិបាលជាមួយគ្នាទៅណាហើយយើងធ្វើនេះគឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញឥឡូវបកមកវិញថាតើសង្គ្រោះជាតិធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញឬក៏គណៈបកប្រជាជនធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញពីរនេះមួយណាបាទកិច្ចព្រមព្រៀងក្រុងប៉ារីសបាននិយាយឲ្យថាសេរីភូប៉ាហើយការបោះឆ្នោតរដ្ឋធម្មនុញ្ញក៏បាននិយាយឲ្យអំពីសេរីភូប៉ាចាប់ពី2បកទៅបានបង្កើតរដ្ឋសភានិងរដ្ឋាភិបាលបានហើយបានរឹសនាយករដ្ឋមន្ត្រីស្របច្បាប់បានប៉ុន្តែឥឡូវរឹសអត់បានវាផ្ទុយមាត្រាទី76យ៉ាងតិចបំផុត120អត់បានណាហើយយើងបាទហើយយើងចេះតែថា2008យើងថាមកពីអត់គ្រប់120អញ្ចឹងរដ្ឋសភាកើតអត់បានទេដល់ពេលមកដល់ឆ្នាំ2013ក្រុមប្រឹក្សាធម្មនុញ្ញដែល9នាក់ភាគច្រើនជាមជ្ឈិមបករបស់គណៈបកប្រជាជនជាមន្ត្រីគណៈកម្មការកណ្ដាលនៃគណៈបកប្រជាជនគេថាមិនបាច់ចាំ120តែ68ហ្នឹងក៏បង្កើតរដ្ឋសភាបានដែរហើយយើងនិយាយមកស្រេចតែយើងថាហើយយើងទៅមើលងាយប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសដែលមិនបានគោរពនៅមាត្រាទីប្រមាណមាត្រាទី8ចំពុកទី2បាននិយាយថារដ្ឋសភាក្តីរដ្ឋាភិបាលកើតក្តីលកឹកណាតែមានការឯកភាពជាតិសាសភាជាតិព្រះមហាក្សត្រជានិមិត្តរូបនៃជាតិឥឡូវមិនទាន់មានការផ្សារផ្សាជាតិឯកភាពជាតិដោយសារគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតហើយគេលួចសន្លឹកឆ្នោតអញ្ចឹងការទាមទារឲ្យមានអ្វីជាយុត្តិធម៌នៃឆន្ទៈរបស់ប្រជាពលរដ្ឋគាត់អត់ធ្វើតាមហើយគាត់ទៅមកដាក់កំហុសលៀបពួរថាគណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋអ្នកធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញតែនិយាយចឹងទៀតហើយតែធ្វើបាតកម្មហ្នឹងធ្វើឲ្យខូចសម្ដាប់ធ្នាប់ហើយចោះយើងសមត្ថកិច្ចអាជ្ញាធរនេះខ្លាចផុសរដ្ឋាភិបាលចោះហេតុអីមិនមកធ្វើឲ្យមានសម្ដាប់ធ្នាប់ឲ្យឆន្ទៈប្រជាពលរដ្ឋធ្វើទៅមាត្រាទី31មាត្រាទី42មាត្រាទី37ហើយណាទៅសេរីបើសល់មិញហ្នឹងអ្នកនាំពាក្យសាលាក្រុងហើយលោកប៉ាសុជាតិវង្សសូមលោកប្រាប់ឲ្យអ្នកនាំពាក្យរបស់លោកនឹងនិយាយឲ្យបានត្រឹមត្រូវផងហើយខ្ញុំក៏ធ្លាប់ជាមិត្តភក្តិលោកប៉ាសុជាតិវង្សដែរការដែលនៅអភិបាលរងទី2ខេត្តបាត់ដំបងឆ្លោះគ្នាគណៈបកប្រជាជនចង្វាយខេត្តប្រៃច័ន្ទឆ្លោះគ្នាខ្ញុំក៏ជួយសម្របសម្រួលដែរគាត់នឹងក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិលមួយពេលនោះយើងកុំយកអ្វីជាការមិនពិតហើយយើងយកអំណាចខុសពីឆន្ទៈប្រជាពលរដ្ឋមកធ្វើឲ្យប្រជាពលរដ្ឋវង្វេងពេលនេះប្រជាពលរដ្ឋឆ្នាំ2013មិនមែនជាមេដឹកនាំឆ្នាំ1983និងមេដឹកនាំឆ្នាំ1993ទេបាទប្រជាពលរដ្ឋគេចេះដឹងថាណាបាទហើយយើងនិយាយឲ្យឡើងមកថាគណៈបកសង្គ្រោះជាតិរឹសអើងធ្វើឲ្យខ្មែរបែកបាក់អ្នកណាបែកបាក់មេភូមិសួរមេភូមិរបស់ប្រជាពលរដ្ឋទេមេឃុំនៃគេបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជាមេឃុំរបស់គណៈបកប្រជាជនឬក៏ជាមេឃុំរបស់មន្ត្រីរាជការឬក៏ប្រជាពលរដ្ឋទូទៅគឺអត់គឺឲ្យតែធ្វើស្អីគឺមេភូមិនេះសាហាវជាងស្អីទៅទៀតហើយបងប្អូនទៅវិញទៅតាមភូមិឃុំធ្វើទៅម៉េចរោមុខស្មៀនហើយកុំទៅប្រើហិង្សាសង្គ្រោះជាតិអត់មានប្រើហិង្សាទៅរកអាអ្នកដែលលួចបញ្ជីឈ្មោះនេះមិនមែនកោជបប្រមាណប៉ុន្តែមើលកោជបនេះនៅពីលើអាស្មៀននេះវាធ្វើឈ្មោះស្ទួនឲ្យបាត់ឈ្មោះបងប្អូននេះអាហ្នឹងស្មៀនឃុំហើយឥឡូវនេះតាមដែលដំណឹងក្រៅផ្លូវការដែលលោកនាយករដ្ឋមន្ត្រីខុសច្បាប់ឯកបកនេះទៅជប៉ុនមកវិញនឹងគឺថាប្រហែលជាលោកនឹងនិយាយដើម្បីឲ្យតាបានទេថាសូមឲ្យប្រទេសជប៉ុនជួយកែតម្រង់កោជបផងបាទឥឡូវជប៉ុនគេថាអូខេខ្ញុំជួយឥឡូវចាប់ដើមចង់ភ័យនេះជប៉ុនគេនឹងចោះមកឆាប់តាមរយៈស្ថានទូតក្នុងការមើលបញ្ជីឈ្មោះបោះឆ្នោតបាទហើយមិនបាច់ទៅដល់ឈានទៅរកការបោះឆ្នោតបោះឆ្នោតបានណាអានឹងគឺសង្គ្រោះជាតិនឹងស៊ីហើយប៉ុន្តែបើសិនករណីមិនអាចបោះឆ្នោតបាន
តែមានករណីស្វែងរកការពិតបង្កើតគណៈកម្មការស្វែងរកការពិតគឺគណៈកម្មការជាង50អង្គការ ERA Election Reforming Alliance សម្ព័ន្ធកំណែតម្រង់ការបោះឆ្នោតអញ្ចឹងគេរកឃើញមកលៀនជាងឈ្មោះបាត់សួនបាត់ស្អីហ្នឹងគឺជាឈ្មោះដែលអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិដែរមិនមែនជាវាមិនដែលស្មានឃុំហើយនឹងក្រុមសាច់ពេជ្រនៅខេត្តគេទៅយកឈ្មោះរបស់គណៈបកប្រជាជនកម្ពុជាឲ្យបាត់ទេគណៈបកប្រជាជនកម្ពុជាក្នុងម្នាក់កាន់10នាក់នៅភូមិឃុំអញ្ចឹងគេឲ្យបាត់ឈ្មោះគេអញ្ចឹងយ៉ាងណាមិញយើងយកអាបាត់ 10% ហើយមកតែគណៈបកប្រជាជនកម្ពុជាកាត់លួចស្លឹកឆ្នោតឲ្យគេថាបាន68វាជិត 4% យកអា10មកបូកដកមកអញ្ចឹងលោកហ៊ុនសែនកើតសុបចិត្តយក60និង63ឬក៏កើតចង់យក20 30កៅអីឥឡូវបងប្អូនមើលទៅបាទនេះជាចំណុចកុំឲ្យនិយាយថាគណៈបកសង្គ្រោះជាតិធ្វើនេះដើម្បីបំបាក់ខ្មែរមិនមែនទេឥឡូវងាកទៅមើលអតីតកាលបន្តិចសម័យប្រមាត់ប្រមងមានប៉ែនសវណ្ណដែរបាទណាចាប់ក្មេងខ្មែរទៅ7,000នាក់ទសវត្សរ៍ឆ្នាំ50និងដើមឆ្នាំ60ពួកនឹងហើយដែលបង្កើតឲ្យមានគណៈបកប្រជាជនកម្ពុជាឆ្នាំ1951ថ្ងៃ28ខែមិថុនាអញ្ចឹងជំនាញការទាំងអស់ខ្មែរយើងដែលមានខួរក្បាលទៅចូលយួនចូលអីនោះវាមកបំបាក់មកបង្កើតខ្មែរក្រហមមកស្អីណានៅតំបន់ភូមិភាគបូព៌ាបងប្អូនស្គាល់ដែរប្រវត្តិអតីតកាលប្រវត្តិសាស្ត្រមិនបាច់ណាលាក់បានទេអញ្ចឹងអ្នកអស់នឹងហើយដែលមកបំបាក់ខ្មែរមកដល់សពថ្ងៃនេះអត់មែនខ្មែរឥឡូវនឹងទៅចេះបំបាក់គ្នាទេដោយសារការសាមគ្គីបានបងប្អូនមកដល់ទីនេះឥឡូវលោកប្រធានក្រុមសខាមកហើយបាទកាន់តភាសាទៀតធ្វើម៉េចទៅបងប្អូន